ស្រីអ្នកនរគ្នាខ្ញុំបាទ Victor ត្រឡប់មកវិញជាមួយនឹងការបង្ហាញនៅមុខងារថ្មីៗដែលមាននៅក្នុង Android 4.2.2 វាជាកំណែថ្មីដែលខ្ញុំទើបតែទទួលបាននៅព្រឹកមិញនេះតាមរយៈ OTA ឬក៏ Over the Air Update ដើម្បីឲ្យដឹងថាតើទូរស័ព្ទនេះជាទូរស័ព្ទដែលដំណើរការជាមួយនឹង Android 4.2.2 ឬក៏អត់យើងចូលទៅការ setting about phone តមកយើងឃើញ Android 4.2.2 នៅកន្លែងនេះអូខេនេះគឺជាកំណែចុងក្រោយគេហើយមានសំណួរជាច្រើនបានចោទសួរថាតើក្នុងកំណែថ្មីហ្នឹងមានអ្វីពិសេសមុខងារមួយដែលថ្មីនេះគឺរាល់កំណែថ្មីទាំងអស់ Google បានបញ្ជាក់ឲ្យថាវានឹងធ្វើឲ្យដំណើរការរបស់ម៉ាស៊ីនទូរស័ព្ទហ្នឹងលឿនជាងមុនល្អជាងមុនប៉ុន្តែនៅក្នុងនោះក៏មានមុខងារបន្ថែមមួយចំនួនដែលយើងចង់មកបង្ហាញទី1គេសង្កេតឃើញថា notification bar នេះគឺនៅពេលដែលយើង scroll វាចុះក្រោមវាហាក់បីដូចជារត់យឺតជាងមុនប៉ុន្តែនៅពេលយើង scroll វាឡើងទៅលើវិញគឺវាដើរលឿនជាងមុនអូខេអានេះគឺជាចំណុចទី1ដែលមានអ្វីថ្មីទី2គេបានបញ្ជាក់ថានៅពេលដែលទូរស័ព្ទនឹងជិតអស់ថ្មវានឹងជូនដំណឹងជាភ្លេងមួយអញ្ចឹងនៅក្នុងកំណែថ្មីនេះភ្លេងជូនដំណឹងនៅពេលដែលអស់ថ្មហ្នឹងគឺគេដូរភ្លេងថ្មីអាហ្នឹងទី2ទី3សម្រាប់ Nexus 4គឺ LG Nexus 4នៅពេលដែលយើងចង់សាកថ្មដោយប្រើ wireless charger នៅពេលយើងយកទូរស័ព្ទទៅដាក់នៅលើ wireless charger វានឹងឮសំឡេងថ្មីមួយទៀតដែលគេទំតែអាប់ដេតនៅក្នុង Android 4.2.2 ហ្នឹងមួយទៀតដែលខ្ញុំចង់បង្ហាញគឺនៅពេលដែលយើង download ពីមុននៅពេលដែលយើង download អ្វីក៏ដោយនៅលើ Android នេះគឺយើងអត់មានឃើញភាគរយប៉ុន្តែសម្រាប់ 4.2.2 យើងឃើញភាគរយឧទាហរណ៍នៅក្នុងនេះយើងចង់ download wallpaper នេះមួយយើងចុច download យើងមើលនៅក្នុង notification bar យើងនឹងឃើញមានលេខភាគរយដែលរត់បង្ហាញអំពីតើការ download នឹងបានចប់ប្រមាណភាគរយហើយអ្វីដែលថ្មីមួយទៀតហ្នឹងគឺនៅក្នុង quick setting គឺយើងចូលតាមរយៈ notification bar ដោយយើងជាទូទៅអស់ពីលើយើងចុច quick setting អានេះគឺអ្វីដែលថ្មីនោះគឺនៅត្រង់ថាបើយើងចង់បិទ Wi-Fi ឬក៏ Bluetooth យើងអត់ចាំបាច់ចូលច្រើននេះគឺយើងសកត់នៅលើ Wi-Fi ឬក៏ Bluetooth ហ្នឹងមួយរយៈវានឹងបិទឧទាហរណ៍ថា Bluetooth នេះបិទយើងសកត់វាមួយរយៈវានឹងបើកអានេះគឺជាអ្វីដែលថ្មីអូខេយើងសកត់វា Bluetooth វានឹងបើក Wi-Fi វិញហើយយើងបិទ Bluetooth អូខេអាហ្នឹងជាមុខងារថ្មីដែរហើយមួយទៀតដែលយើងអាចសម្គាល់ឃើញនោះគឺនៅក្នុង gallery ពីមុន gallery នៅពេលដែលយើងមានរូបច្រើនអញ្ចឹងនៅពេលដែលយើងអស់ទៅgallery ហ្នឹងចលនារបស់វាគឺអត់ smooth អត់ដើរល្អអញ្ចឹងទេប៉ុន្តែសម្រាប់4.2.2 ថ្មីនេះនៅក្នុង gallery នេះគឺវាដើរលឿនមែនទែនដែលយើងមើលទៅគួរឲ្យសរសើរអូខេនេះគឺជាមុខងារមួយចំនួនថ្មីនៅក្នុងកំណែថ្មីរបស់ប្រព័ន្ធបត្តិការ Android 4.2.2 អរគុណច្រើនដើម្បីទទួលបានព័ត៌មានថ្មីកុំភ្លេច Subscribe